ស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មក៏បានដែរនៅថ្ងៃនេះដែរឲ្យមានមកបញ្ចប់សាច់រឿងមួយនេះតែម្ដងដែលជារដូវកាលទី1នឹងឯងក៏ប៉ុន្តែមុនបន្តសាច់រឿងឲ្យមានពិតជាអរគុណទៅកាន់គ្នាយើងមែនតើដែលបាន support កាហ្វេមកកាន់អ្នកមែនឲ្យមានតែពេលជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចហើយបើសិនជាគ្នាយើងដែលមានបំណងថាចង់ support កាហ្វេមកកាន់អ្នកមែនអីនោះឲ្យមានដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តបន្តឲ្យមានដើម្បីធ្វើវីដេអូបន្តទៅមុខទៀតម្យ៉ាងទៀតសម្រាប់គ្នាយើងដែលមិនទាន់បានចុច subscribe នៅលើ channel របស់ឲ្យមានទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានបាន upload ឥឡូវនេះយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមសាច់រឿងរបស់យើងគឺតែម្ដងទៅនៅព្រឹកបន្ទាប់គឺការស្ថិតនៅក្នុងពិភពពិតយើងគិតថាសាសាគីបានមកជួបគ្នាជាមួយនឹងហារ៉ូតូបានត្រឹមតែសុំទោសទៅកាន់សាសាគីតែប៉ុណ្ណោះរឿងរ៉ាវកាលពីម្សិលមិញសាសាគីបានតបថាមិនដឹងទេហើយក៏បានប្រាប់ទៅកាន់ហារ៉ូតូផងដែរបើសិនជានៅថ្ងៃណាមួយអាសាហ៊ីបានបដិសេធស្នេហ៍ទៅកាន់ហារ៉ូតូនោះហារ៉ូតូគឺអាចមករកនាងគឺគ្រប់ពេលតែម្ដងអាចមិនថាចិត្តរបស់នាងនៅតែបន្តស្រឡាញ់ទៅកាន់ហារ៉ូតូអីចឹងណាបន្តមកហារ៉ូតូនិងសាសាគីបានជួបគ្នាជាមួយនឹងមីកាដូហើយពីព្រោះថាគោលដៅរបស់ពួកគេនៅពេលនេះគឺចង់ទៅស្វែងរកទៅកាន់ណូសូមីព្រោះថាការពីយមមិញហ្នឹងសាសាគីគឺទទួលដំណឹងអំពីម៉ាក់របស់ណូសូមីថាណូសូមីហ្នឹងគឺបានបាត់ខ្លួនអញ្ចឹងហើយនៅពេលនេះយើងគិតថាពួកគេទាំង3នាក់គឺបានមកដល់កន្លែងផ្ទះរបស់ណូសូមីហើយអត់ឃើញវត្តមានរបស់ណូសូមីនោះទេដែលនៅផ្ទះរបស់ណូសូមីហ្នឹងគឺមានតែវត្តមានម៉ាក់របស់ណូសូមីតែប៉ុណ្ណោះម៉ាក់របស់ណូសូមីបានប្រាប់ទៅកាន់អ្នកដើម្បីផងដែរពាក់ព័ន្ធអំពីការបាត់ខ្លួនរបស់ណូសូមីហ្នឹងគឺត្រូវបានបាត់ខ្លួនតាំងពីម្សិលមិញនៅពេលព្រឹកមកម្ល៉េះរឿងរ៉ាវរបស់ណូសូមីបែបនេះហើយយើងគិតថាពួកគេទាំងអស់គ្នាគឺចាប់ផ្ដើមបើកការប្រជុំតែម្ដងតាមលក្ខណៈប្រព័ន្ធ social media ដែលមានដូចជាសាសាគីមីកាដូហារ៉ូតូនិងកន្លែងនឹងឯងកំពុងតែពិភាក្សាគ្នាដើម្បីស្វែងរកទីតាំងរបស់ណូសូមីកន្លែងបានស្វែងរកឃើញផងដែរថាទីតាំងរបស់ណូសូមីនឹងគឺថាឥឡូវនេះកំពុងតែស្ថិតនៅក្នុងហ្គេមហើយទីតាំងរបស់ណូសូមីដែលស្ថិតនៅក្នុងហ្គេមគឺមានឈ្មោះថា Dragon Fort កន្លែងក៏បានដឹងមួយទៀតផងដែរថាកាលពីយប់មិញហ្នឹងគឺជាកម្មវិធីជប់លៀងរំលែកអញ្ចឹងហើយណូសូមីបានចូលរួមនៅទីនោះដែរប៉ុន្តែបន្ទាប់មកត្រូវបានបាត់ខ្លួនហើយក៏បានបង្ហាញខ្លួននៅកន្លែងទីតាំងមួយទៀតដែលជា Dragon Fort នឹងឯងដូច្នោះហើយពួកគេទាំង4នាក់ក៏មិនចាប់វាដែរក៏បានត្រឡប់ចូលទៅក្នុងហ្គេមដើម្បីហៅទៅកាន់អាសាហ៊ីដើម្បីស្វែងរកទៅកាន់ណូសូមីរួចមកនៅពេលដែលអ្នកទាំង4គឺបានមកដល់កន្លែងទីតាំងដែលណូសូមីបានស្ថិតនៅហើយនោះពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាទីតាំងមួយនេះត្រូវបានបង្កើតឡើងដោយណូសូមីផ្ទាល់តែម្ដងប៉ុន្តែសភាពមើលទៅដូចជាមិនសូវស្រួលទេមិញនេះឲ្យមានច្រឡំថាមានគ្នា4នាក់តាមពិតទៅគឺមាន5នាក់អ្នកគ្នាអញ្ចឹងហើយអធិស្ឋានផងណាហើយឥឡូវនឹងដែរអ្នក5គឺបានចូលមកដល់ខាងក្នុងហើយគ្រាន់តែចូលមកដល់ខាងក្នុងព្រាមពួកគេទាំង5នាក់បានជួបប្រទះជាមួយនឹងតុក្កតាយក្សជាច្រើនហើយអ្នកដែលអាចបង្កើតតុក្កតាយក្សបែបនេះបានគឺគ្មានណាឆ្ងាយនោះទេគឺជាណូសូមីដល់ពេលទៅអ្នក15នៅពេលនោះគឺគ្មានអ្វីដែលក្រៅពីការតបទល់ជាមួយនឹងតុក្កតាយក្សទាំងអស់នេះនោះឡើយបន្ទាប់ពីអ្នក15បានចាត់ការទៅកាន់តុក្កតាយក្សទាំងអស់ហ្នឹងហើយយើងឃើញថាវត្តមានរបស់ណូសូមីគឺបានបង្ហាញខ្លួនផងដែរអ្នក15គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនថានេះមែនទេគឺជាណូសូមីហេតុអីបានជាការស្លៀកពាក់របស់នាងមើលទៅដូចជាអាក្រក់មើលខ្លាំងម្ល៉េះអញ្ចឹងមិនថាចិត្តកំណត់របស់ណូសូមីនៅពេលនេះគឺបានប្រែក្លាយទៅជាអាក្រក់ហើយអាការនិយាយរបស់ណូសូមីនៅពេលនេះដូចជាមិនសូវស្រួលទេគឺនិយាយបញ្ឆិតបញ្ឈានទៅកាន់ពួកគេទាំងអស់គ្នាភ្លាមស្រាប់តែសមាជិកជីនូស៊ីនគឺបានបង្ហាញខ្លួនមានចំនួន2នាក់នៅពេលដែលឃើញដូច្នេះយើងប្រកាសជាដឹងហើយថាណូសូមីគឺបានសហការគ្នាជាមួយនឹងសមាជិកហ្គីលជីនូស៊ីហើយអាប៉ែមួយដែលតែងខ្លួនធ្វើជាមនុស្សធ្លុកនឹងគឺវាបានអះអាងខ្លួនឯងផងដែរថាវាជាសមាជិកទី5របស់ជីនូស៊ីម្នាក់ទៀតគឺជាមនុស្សស្រីដែលជាសមាជិកទី4ដែលមានឈ្មោះថាម៉ាស៊ីអនបន្ទាប់ពីពួកវាបានណែនាំខ្លួនហើយនោះស្រាប់តែណូសូមីគឺបានបញ្ចេញអំពីតុក្កតាយក្សរបស់នាងជាច្រើនដើម្បីវាប្រហារទៅកាន់ពួកគេទាំងអស់គ្នាដែលហេតុនេះហើយក្រុមរបស់ហារ៉ូតូគឺគេចមិនផុតនោះទេអំពីការប្រយុទ្ធគ្នាដែលពួកគេម្នាក់បានបដិញ្ញាចិត្តថានៅពេលនេះពួកគេគឺត្រូវតែជួយសង្គ្រោះទៅកាន់ណូសូមីឲ្យត្រឡប់មកវិញរីឯអាប៉ែធ្លុកវាក៏បានបង្ហាញអំពីសមត្ថភាពរបស់វាផងដែរដែលវាគឺបានបង្កើតអំពីកណាត់ខៀវមួយរួមបញ្ចូលគ្នាជាមួយនឹងទង់របស់ម៉ាស៊ីអននៅពេលដែលក្រណាត់ខៀវរួមបញ្ចូលគ្នាជាមួយនឹងទង់ពណ៌សរបស់ម៉ាស៊ីអនរាល់ការវាយប្រហាររបស់ក្រុមរបស់ហារ៉ូតូនឹងគឺមិនអាចវាចូលបានឡើយដោយសារតែទង់ពណ៌សនឹងគឺត្រូវបានស្រូបចូលទាំងអស់មីកាដូនិងសាសាគីកំពុងតែព្យាយាមនិយាយបញ្ចូលទៅកាន់ណូសូមីឲ្យត្រឡប់មកល្អវិញណាប៉ុន្តែនាងមិនស្ដាប់ឯណាថែមទាំងនិយាយឌឺដងទៅកាន់គេទៀតយ៉ាប់ហ្មងចែអានឹងហើយគេហៅថាជាស្នេហាយ៉ាប់ហ្មងមនុស្សស្រីឲ្យតែមានចិត្តចំណែនហើយនឹងចិត្តប្រច័ណ្ឌអីនឹងចាំតែត្រៀមទៅបរោះគណៈពេលដែលនៅរកគ្នាគឺមិនបានចាប់អារម្មណ៍ទៅលើអាសាហ៊ីនោះក៏ស្រាប់តែណូសូមីគឺបានបញ្ចេញពស់ចំនួន2ក្បាលខាំករបស់អាសាហ៊ីតែម្ដងដែលធ្វើឲ្យអាការៈរបស់ណូសូមីគឺចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនប្រក្រតីនោះទេជាពិសេសធ្វើឲ្យអាការៈរបស់អាសាហ៊ីត្រូវបានសម្លាប់មួយកន្លែងភ្លាមតែម្ដងណូសូមីបានប្រាប់ទៅកាន់ពួកគេផងដែរថានៅពេលនេះនាងកំពុងតែផ្ដល់សុបិនដ៏ល្អមួយឲ្យទៅកាន់អាសាហ៊ីហើយគ្រាន់តែនិយាយបាននឹងភ្លាមនាងជាមួយនឹងប៉ពួករបស់នាងក៏បានចាក់ចេញពីទីនេះបាត់ទៅក្រោយពីការចាក់ចេញរបស់ណូសូមីនឹងជាមួយគ្នារបស់នាងក៏ស្រាប់តែនៅទីនោះគឺចាប់ផ្ដើមដួលរលំហើយក្រោយមកទៀតយើងគិតថាពួកគេទាំងអស់គ្នាគឺបានត្រឡប់មកវិញហើយអាសាហ៊ីគឺបានភ្ញាក់ដឹងខ្លួនផងដែរកន្លែងបានប្រាប់ទៅកាន់សាសាគីនិងហារ៉ូតូថាចាក់ចេញទៅពិភពពិតទៅឲ្យគាត់ជាអ្នកមើលថែទៅកាន់អាសាហ៊ីណាមួយនៅក្នុងពិភពពិតក៏អត់មានកិច្ចការ
ការដែលត្រូវធ្វើនោះទេហើយមានតែហារ៉ាតូនិងសាសាគីតែប៉ុណ្ណោះដែលមានកិច្ចការធ្វើអញ្ចឹងហើយគួរតែចាក់ចេញទៅរួចមកគណៈពេលដែលកន្លែងហើយនឹងអាសាហ៊ីនៅតែពីរនាក់នោះកន្លែងបានប្រាប់តែកាន់អាសាហ៊ីផងដែរសម្រាប់នៅទីនេះសិនទៅគាត់នឹងចេញទៅខាងក្រៅដើម្បីទៅស្ទូចត្រីមួយចំនួនយកមកធ្វើអាហារក្រោយពីការចាក់ចេញរបស់កន្លែងនោះយើងគិតថាមុខរបររបស់អាសាហ៊ីគឺចាប់ផ្ដើមមានប្រតិកម្មហើយក៏ប៉ុន្តែអាសាហ៊ីដែលជាសម័យខ្លួនក៏នាងគឺមិនដឹងដូចគ្នាការបង្ហាញនៅក្នុងពិភពពិតនៅវិញយើងគិតថាមីកាដូសាសាគីនិងហារ៉ាតូគឺបានមកជួបគ្នាហើយក្នុងការពិភាក្សាគ្នាទាក់ទងអំពីរឿងរ៉ាវរបស់ណូសូមីដោយមីកាដូនៅពេលនោះបានបន្ទោសពីខ្លួនឯងថារឿងរ៉ាវដែលណូសូមីបានប្រែក្លាយទៅជាអាក្រក់នោះគឺដោយសារតែគាត់រីឯសាសាគីបាននិយាយថានោះក៏ជាកំហុសរបស់នាងដែរព្រោះថានៅថ្ងៃដែលនាងបានរាប់ជាមួយនឹងមីកាដូក៏ជាថ្ងៃដែលណូសូមីត្រូវបានបាត់ខ្លួនដូច្នោះនាងគិតថាមូលហេតុដែលណូសូមីបានប្រែក្លាយទៅជាអាក្រក់ដោយសារតែណូសូមីគឺមានអារម្មណ៍ថាប្រច័ណ្ឌនឹងឯងមីកាដូនៅពេលនេះលោកគួរតែដឹងហើយថាអារម្មណ៍របស់ណូសូមីនៅពេលនេះគឺបានស្រឡាញ់ទៅកាន់លោកដល់ពេលចឹងទៅមីកាដូក៏បានបន្ទោសពីខ្លួនឯងផងដែរដែលគាត់មិនបានកត់សម្គាល់អំពីអារម្មណ៍របស់ណូសូមីមានចំពោះគាត់ភ្លាមៗក៏ដែរស្រាប់តែអាហារដែលនៅលើតុរបស់ពួកគេត្រូវបានបាត់ភ្លាមៗតែម្ដងជាពិសេសឋានទានមានបារម្ភអ្នកគឺបានបង្ហាញខ្លួននៅចិត្តជាមួយនឹងពួកគេផងដែរដែលនៅចិត្តជាមួយនឹងមីកាដូនឹងឯងហើយបារម្ភអ្នកនោះបាននិយាយទៅកាន់ពួកគេផងដែរថាគាត់ពិតជាអរគុណមែនទែនដែលធ្វើឲ្យអាសាហ៊ីដាស់ថាអពលរបស់នាងគឺកាន់តែខ្លាំងទៅហើយមិនយល់មិនឆាប់នោះទេពិភពមួយដែលយើងចង់បាននោះគឺប្រកាសជាបានជាមិនខានបន្ទាប់ពីនិយាយបែបហ្នឹងហើយបារម្ភអកបានហ្នឹងគឺត្រូវបានបាត់ខ្លួនភ្លាមៗតែម្ដងរីឯមីកាដូនៅវិញបានកត់សម្គាល់ឃើញថាលីលការរបស់គាត់កំពុងតែដើរត្រឡប់ថយក្រោយដល់ពេលទៅពួកគេទាំង3នាក់គឺបានដឹងហើយថាអាសាហ៊ីនៅពេលនេះអាចនឹងមានបញ្ហាដូច្នោះពួកគេបានត្រឡប់ចូលទៅក្នុងហ្គេមដើម្បីទៅរកអាសាហ៊ីនឹងឯងរីឯសភាពរបស់អាសាហ៊ីនៅពេលនេះកំពុងតែមានការពិបាកហើយដោយសារតែនាងបានយល់សប្តិឃើញអាក្រក់តែម្ដងដែលនាងបានយល់សប្តិឃើញថាហារ៉ាតូកំពុងតែឈ្លោះគ្នាជាមួយនាងហើយក៏នាងប្រកែកគ្នាជាមួយនឹងហារ៉ាតូដែរហើយអាការប្រកែកគ្នានោះហើយធ្វើឲ្យហារ៉ាតូក៏បានដកដាលបកបចូលមកកាន់នាងតែម្ដងហើយអាការយល់សប្តិរបស់នាងបែបនេះហើយនៅពេលដែលនាងបាប់ភ្ញាក់ភ្លាមឃើញហារ៉ាតូនៅចំពោះមុខរបស់នាងភ្លាមគឺចង់ភ័យបដ ாய் ដូច្នោះហើយហារ៉ាតូបានសម្រួលអារម្មណ៍របស់អាសាហ៊ីឲ្យរៀងល្អមកវិញស្របពេលនឹងដែរកន្លែងគឺទៅតែម្ដងទេអញ្ចឹងហើយក៏ពិតជាឆ្ងល់មែនតើថាហេតុអីបានជាមុខម្នាក់ដូចជាភ័យសន្សឡោមហ៎ដល់ពេលទៅសាសាគីមីកាដូនិងហារ៉ាតូបានប្រាប់ពីរឿងរ៉ាវដែលមនុស្សដែលនៅក្នុងហ្គេមនោះគឺអាចចេញទៅក្នុងពិភពពិតបានបន្ទាប់ពីការបកស្រាយរបស់អ្នកដើម្បីបែបនេះហើយធ្វើឲ្យកន្លែងក៏ជឿដែរព្រោះថាអេលីសាបានប្រាប់មកកាន់គាត់ថាបរិសម្នាក់នោះគឺជាសត្រូវពិតប្រាកដរបស់ពួកគេនិយាយគ្នាមិនតបឲ្យប្រមាណផងក៏ស្រាប់តែទីតាំងមួយនោះគឺត្រូវបានបាក់ស្រន់តែមិនថ្មីនោះទេពួកគេទាំងអស់គ្នាគឺអាចចេញមកដល់ខាងក្រៅនឹងដោយសុវត្ថិភាពមូលហេតុដែលទីតាំងរបស់ពួកគេបានបាត់ស្រន់នោះដោយសារតែនៅក្បែរនោះក៏មានទីតាំងរបស់ប្រាសាទមួយទៅតែកើតឡើងទេអ្នកទាំងអស់គ្នាបន្ទាប់ពីឃើញបែបនេះភ្លាមគឺបានស្គាល់ភ្លាមតែម្ដងទាក់ទងអំពីប្រាសាទមួយនោះហើយប្រាសាទមួយនោះនឹងគឺមានឈ្មោះថាប៉មនៃវិញ្ញាណទឹកសហើយអ្នកដែលអាចបង្កើតប៉មមួយនេះបានគឺគ្មានណាឆ្ងាយនោះទេគឺជាណូសូមីដល់ពេលចឹងទៅពួកគេទាំង5នាក់ក៏បានធ្វើដំណើរចូលទៅក្នុងប៉មនៃវិញ្ញាណទឹកសដោយសារតែគោលដៅរបស់ពួកគេនៅពេលនេះគឺចង់កែប្រែទៅកាន់ណូសូមីឲ្យល្អមកវិញខណៈពេលដែលពួកគេកំពុងតែស្វែងរកទៅកាន់ណូសូមីនោះក៏ស្រាប់តែថាអំពើរបស់អាសាហ៊ីគឺកើតឡើងដោយមិនដឹងមូលហេតុអញ្ចឹងបានថាសភាពរបស់នាងគឺមិនប្រក្រតីនឹងតែម្ដងអញ្ចឹងហើយហារ៉ាតូបានសួរទៅកាន់អាសាហ៊ីតែម្ដងថាមានបញ្ហាអីកើតឡើងចំពោះនាងអីចឹងណាអាសាហ៊ីបានតបថាគ្មានអ្វីកើតឡើងចំពោះនាងនោះទេហើយឥឡូវនេះពួកគេគួរតែធ្វើដំណើរបន្តទៅមុខទៀតដើម្បីស្វែងរកទៅកាន់ណូសូមីនៅខាងក្រៅប៉មក៏ឃើញវត្តមានរបស់អេលីសាផងដែរប៉ុន្តែយើងមិនទាន់ដឹងច្បាស់នោះទេថានាងមកទីនេះធ្វើអ្វីត្រឡប់មកកន្លែងអ្នក5នៅវិញនៅទីបំផុតពួកគេទាំងអស់គ្នាគឺបានជួបគ្នាជាមួយនឹងណូសូមីហើយដូចជាលើកមុនអញ្ចឹងបើទោះបីជាពួកគេទាំងអស់គ្នាគឺខំនិយាយដាក់ទៅកាន់ណូសូមីឲ្យត្រឡប់មកល្អយ៉ាងណាក៏ដោយក៏ប៉ុន្តែនាងនៅតែមិនស្ដាប់ជាពិសេសនៅពេលហ្នឹងណូសូមីគឺថែមទាំងធ្វើឲ្យខ្លួនឯងគឺបានប្រែក្លាយជាបិសាចទៀតអ្នកទាំងអស់គ្នាបន្តពីឃើញមិត្តភ័ក្តិរបស់ខ្លួនបែបនេះហើយធ្វើឲ្យពួកគេហ្នឹងគឺស្ទើរតែមិនជឿអំពីអ្វីដែលពួកគេបានឃើញនៅឡើយចំពោះមីកាដូបន្តពីឃើញសភាពរបស់ណូសូមីបែបហ្នឹងហើយគាត់នៅតែនិយាយដាក់ទៅកាន់ណូសូមីអញ្ចឹងណូសូមីនៅពេលនេះខ្ញុំបានតាំងចិត្តយ៉ាងច្បាស់ហើយថាខ្ញុំគឺត្រូវតែជួយសង្គ្រោះទៅកាន់នាងឲ្យតទៅបានភ្លាមៗស្រាប់តែអាប៉ែផ្្លុកហើយនិងម៉ាស៊ីអនគឺបានបង្ហាញខ្លួនដែលពួកគេបានរួមដៃគ្នាក្នុងការចាត់ការទៅកាន់ក្រុមរបស់ហារ៉ាតូនឹងឯងការបញ្យុទ្ធលើកនេះយើងគិតថាអាប៉ែមនុស្សស្លុកគឺចាប់ផ្ដើមបញ្ចេញសមត្ថភាពពិតរបស់វាហើយដែលមានកណ្ដងកំភ្លើងជាច្រើននៅtrongវិញរាងកាយរបស់វាហើយក៏ចាប់ផ្ដើមបាញ់រះទៅកាន់ក្រុមរបស់ហារ៉ាតូយកតែម្ដងរីឯមីកាដូនៅវិញក៏កំពុងតែប្រឈមមុខគ្នាជាមួយនឹងណូសូមីហើយក៏បានប្រាប់ទៅកាន់សាសាគីផងដែរនៅពេលនេះតើឲ្យគាត់ជាអ្នកដោះស្រាយជាមួយនឹងណូសូមីរួចមកក៏បានប្រាប់ថាអំពើរបស់គាត់ក្នុងការបំបញ្ញជាឲ្យពួកគេទាំងពីរនាក់បានចូលទៅខាងក្រោមគ្រាន់តែមកដល់ខាងក្រោមភ្លាមនេះក៏បានបាក់ការវិប្រហាទៅកាន់មីកាដូក៏ប៉ុន្តែមីកាដូអត់បានកិច្ចនៅឡើយអញ្ចឹងហើយនេះក៏ឆ្ងល់ផងដែរថាហេតុអីបានជាមីកាដូមិនកិច្ចបាននេះរីឯមីកាដូនៅវិញក៏ចាប់ផ្ដើមនិយាយរឿងរ៉ាវកាលពី6ឆ្នាំមុនដែលពួកគេគឺនៅតែ2នាក់ដែលនៅពេលនោះណូសូមីពិតជាពិបាកចិត្តខ្លាំងណាស់ដោយសារតែនាងគឺបានបាយគ្នាអំពីមិត្តភ័ក្តិរបស់ពួកគេនឹងឯងហើយឥឡូវហ្នឹងនៅសល់តែនាងជាមួយនឹងមីកាដូតែប៉ុណ្ណោះមីកាដូបន្ទាប់ពីឃើញណូសូមីកំពុងតែបាក់ទឹកចិត្តបែបនេះក៏ចាប់ផ្ដើមនិយាយលំលងទៅកាន់នាងកុំឲ្យពិបាកចិត្តអីចឹងណានិយាយខ្លីទៅសភាពបរិសុទ្ធគឺមានតែប៉ុណ្្នឹងឯងមីកាដូបន្ទាប់ពីគាត់បានរំលឹកអំពីរឿងរ៉ាវអតីតកាលហើយគាត់ក៏ចាប់ផ្ដើមនិយាយទាក់ទងអំពីការរំលែកកាលពីថ្ងៃមុនផងដែរតាមពិតទៅគាត់ក៏មានអារម្មណ៍ថាស្រឡាញ់ទៅកាន់អាសាហ៊ីក៏ប៉ុន្តែក៏មិនអាចយកឈ្នះទៅកាន់ហារ៉ាតូបានឡើយរីឯសាសាគីគឺបានស្រឡាញ់ទៅកាន់ហារ៉ាតូប៉ុន្តែអ្នកមិនអាចយកឈ្នះទៅកាន់អាសាហ៊ីបានទេអញ្ចឹងហើយគាត់ជាមួយនឹងសាសាគីបានរំជាមួយគ្នាគ្រាន់តែបំបត្តិទុកសោកតែប៉ុណ្ណោះព្រោះថាគាត់ជាមួយនឹងសាសាគីគឺដូចតែគ្នានឹង
ក៏ប៉ុន្តែនៅពេលនេះខ្ញុំពិតជាសុំទោសទៅកាន់នាងមែនទែនទាក់ទងអំពីអារម្មណ៍របស់នាងដែលមានចំពោះគាត់ដែលខ្ញុំគឺមិនបានកត់សម្គាល់អំពីអារម្មណ៍របស់នាងដែលបានស្រឡាញ់មកកាន់ខ្ញុំតែនៅពេលនេះខ្ញុំគឺបានដឹងហើយថាអារម្មណ៍របស់នាងគឺទៅជាយ៉ាងណាហើយនៅពេលនេះគឺមានតែនាងនោះទេដែលជាមនុស្សដែលពិសេសបំផុតសម្រាប់ខ្ញុំរាល់ពាក្យសម្ដីរបស់មីក្ដូបែបនេះហើយធ្វើឲ្យណូស៊ូមីគឺចាប់ផ្ដើមទន់ចិត្តហើយក៏ចាប់ផ្ដើមប្រែក្លាយខ្លះទៅជាមនុស្សធម្មតាវិញណូស៊ូមីបន្ទាប់ពីនាងបានប្រែក្លាយទៅជាមនុស្សធម្មតាវិញហើយណូនាងក៏ចាប់ផ្ដើមបន្ទោសពីខ្លួនឯងថានាងគឺមានការយល់ច្រឡំហើយក៏បានបង្កបញ្ហាខ្លាំងមែនទែនមកដល់មើលរួមក្រុមមីក្ដូនៅពេលដែលឃើញដូច្នេះក៏បានលំលងទៅកាន់ណូស៊ូមីដោយនិយាយថាទង្វើរបស់នាងនៅពេលនេះគឺវាមិនខុសនោះទេអ្វីដែលខុសនោះគឺជាគាត់នោះទេដែលជាអ្នកខុសហើយចាប់ពីពេលនេះទៅពួកគេទាំងពីរនាក់គឺត្រូវតែនៅក្បែរគ្នារហូតតែម្ដងភ្លាមៗស្រាប់តែណូស៊ូមីបានប្រាប់ទៅកាន់មីក្ដូថានៅពេលនេះអាសាហ៊ីប្រកាសជាមានបញ្ហាហើយត្រឡប់មកកន្លែងហារ៉ាតូនៅវិញយកថាហារ៉ាតូនៅពេលនេះស្រាប់តែស៊ីមួយគ្រាប់កំភ្លើងរបស់អាសាហ៊ីតែម្ដងកាលពេលវេលាថយក្រោយមុនពេលកើតហេតុយកថាក្រុមរបស់ហារ៉ាតូនៅពេលនោះពិតជាពិបាកទប់ទល់ជាមួយនឹងមនុស្សធ្លុកមែនទែនវាយគ្នាផងបាញ់គ្នាផងកាប់គ្នាផងគឺប្រើប្រាស់វេទមន្តផងយកថាឡើងអញ្ញៃពេញនឹងតែម្ដងប្រយុទ្ធគ្នាចលឡើងស្រាប់តែក្រុមរបស់ហារ៉ាតូបែរជាមានព្រៀបជាងដែលកន្លែងហ្នឹងគឺប្រើអាវុធសម្ងាត់របស់គាត់ដែលជាខ្សែលួសនឹងឯងក្នុងការចាប់ចងទៅកាន់ម៉ាស៊ីអនក៏ប៉ុន្តែភ្លាមនឹងដែរស្រាប់តែហារ៉ាតូស៊ីមួយគ្រាប់កំភ្លើងតែម្ដងរបស់អាសាហ៊ីមួយគ្រាប់របស់អាសាហ៊ីបែបនេះហើយយកថាហារ៉ាតូគាត់មិនអាចងើបបានទេព្រោះថាចំបេះដូងហើយអាសាហ៊ីបន្ទាប់ពីដឹងថាហារ៉ាតូគាត់មិនអាចងើបរួចនោះនាងគឺបានដឹងភ្លាមតែម្ដងថានេះមិនមែនជាការយល់សប្តិរបស់នាងទេឡើយអញ្ចឹងហើយអាសាហ៊ីគឺចាប់ផ្ដើមបន្ទោសពីខ្លួនឯងហើយក៏ចាប់ផ្ដើមប្រតិកម្មជាមួយនឹងថាមពលរបស់នាងតែម្ដងអបិមនុស្សធ្លុកហើយនឹងម៉ាស៊ីអនបន្ទាប់ពីឃើញបែបនេះភ្លាមបែរជាសប្បាយចិត្តដោយសារតែនេះគឺជាអ្វីដែលពួកគេចង់បានរួចមកអបិមនុស្សធ្លុកក៏ចាប់ផ្ដើមប្រើប្រាស់វេទមន្តរបស់វាក្នុងការឃុំទៅកាន់អាសាហ៊ីកន្លែងនៅពេលដែលឃើញមិត្តភក្តិរបស់ខ្លួនមានបញ្ហាបែបហ្នឹងគាត់ចង់ចូលទៅជួយដែរប៉ុន្តែនៅពេលនោះគាត់មិនអាចជួយអ្វីបានទេព្រោះថាអបិមនុស្សធ្លុកហ្នឹងគឺបានប្រើកំភ្លើងរបស់វាក្នុងការបាញ់រះយកតែម្ដងរីឯសាសាគីនៅវិញក៏ពិបាកដែរដោយសារតែនៅពេលនេះនាងកំពុងតែប្រើប្រាស់វេទមន្តម្យ៉ាងដែលធ្វើឲ្យហារ៉ាតូដឹងខ្លួនមកវិញនៅទីបំផុតកន្លែងត្រូវបានអបិមនុស្សធ្លុកចាប់បានសម្រេចហើយដោយសារតែគាត់គឺអត់មានសមត្ថភាពក្នុងការបដូរទៅកាន់អបិមនុស្សធ្លុកទេភ្លាមៗស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងដោយសារតែមានគ្រាប់ព្រួញជាច្រើនកំពុងតែបាញ់រះទៅកាន់អបិមនុស្សធ្លុកម្នាក់នោះគឺគ្មានណាឆ្ងាយនោះទេគឺជាអេលីសានឹងឯងដែលនាងបានមកជួយសង្គ្រោះទៅកាន់ពួកគេទាំងអស់គ្នារួចមកនាងក៏ចាប់ផ្ដើមនិយាយសម្ដៅទៅកាន់ម៉ាស៊ីអនជាមួយនឹងអបិមនុស្សធ្លុកថានៅពេលនេះនាងគឺត្រូវតែចាត់ការជាមួយនឹងពួកឯងហើយចំពោះអាសាហ៊ីថាពររបស់នាងខ្លាំងពេកអញ្ចឹងហើយធ្វើឲ្យគ្រីស្តាល់ដែលខំក្រងនេះនឹងគឺត្រូវបានបាយទៀននៅក្នុងពិភពពណ៌ខ្មៅមួយយកថាហារ៉ាតូបានភ្ញាក់ពីការសំណោតរបស់គាត់ហើយគាត់បានដើរសម្ដៅទៅកាន់អាសាហ៊ីនាងកំពុងតែយំនោះឯងអញ្ចឹងហើយគាត់បានប្រាប់ទៅកាន់អាសាហ៊ីថាអាសាហ៊ីនៅពេលនេះនាងមិនគួរយំនោះទេនៅពេលដែលនាងយំទៅវាអាក្រក់មើលខ្លាំងណាស់ត្រឡប់មកកន្លែងពិភពខាងក្រៅនៅវិញយកថាហារ៉ាតូបានភ្ញាក់ពីការសន្លប់របស់គាត់វិញហើយជាពិសេសកម្លាំងរបស់គាត់ថាអំពើរបស់គាត់អូរ៉ានរបស់គាត់គឺចាប់ផ្ដើមឡើងដល់សន្ធប់តែម្ដងរីឯសភារបស់អាសាហ៊ីនៅពេលនេះក៏ត្រូវបានដឹងខ្លួនដែរដោយសារតែនៅក្នុងពិភពពណ៌ខ្មៅហារ៉ាតូបានដាស់មកកាន់នាងនៅខាងសត្រូវអបិមនុស្សធ្លុកហើយនឹងម៉ាស៊ីអនក៏ចាប់ផ្ដើមពិភាក្សាគ្នាហើយថានៅពេលនេះពួកគេគួរដកថយឬក៏អន់ស្របពេលនឹងដែរមីក្ដូនិងណូស៊ូមីគឺទៅតែម្ដងទីនេះនៅទេអញ្ចឹងហើយក្រុមរបស់ហារ៉ាតូនៅពេលនេះគឺមានគ្នារហូតដល់7នាក់ឯណោះអញ្ចឹងហើយហារ៉ាតូបាននិយាយសម្ដៅទៅកាន់ម៉ាស៊ីអនហើយនឹងអបិមនុស្សធ្លុកនៅពេលនេះក៏ដល់ពេលវេលាដែលពួកឯងគឺត្រូវតែសងអ្វីដែលពួកឯងបានធ្វើដាក់មកកាន់ក្រុមរបស់យើងហើយអបិមនុស្សធ្លុកនិងម៉ាស៊ីអនគឺអត់ចាយជាមួយនឹងហារ៉ាតូនោះទេដែលវាក៏ចាប់ផ្ដើមរួមបញ្ចូលថាអំពើរបស់វាក្នុងការចាត់ការទៅកាន់ក្រុមរបស់ហារ៉ាតូតែម្ដងដែលវាកំពុងតែសប្បាយចិត្តហើយថាក្រុមរបស់ហារ៉ាតូនឹងប្រកាសជាស្លាប់នៅទីនេះជាមិនខានក៏ប៉ុន្តែពួកវាទាំងពីរនាក់គឺមិនទាន់ដឹងនៅទេថាហារ៉ាតូនៅពេលនេះកម្លាំងរបស់គាត់គឺអនន្តតែម្ដងចំពោះហារ៉ាតូក៏គាត់មិនចាំយូរដែរក៏ចាប់ផ្ដើមប្រើប្រាស់ស្វេនដារបស់គាត់ដែលមានឈ្មោះថាសម្រាប់រាសីដាក់ទៅកាន់ពួកវាទាំងពីរនាក់ឲ្យចិត្តរយតែម្ដងបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍មួយនេះហើយណូស៊ូមីបានធ្វើការសុំទោសទៅកាន់មិត្តភក្តិរបស់នាងថានោះគឺជាកំហុសរបស់នាងអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាអត់បានស្ដីបន្ទោសទៅកាន់ណូស៊ូមីនោះទេអ្វីដែលពួកគេត្រូវការនៅពេលនេះគឺវត្តមានរបស់ណូស៊ូមីនឹងឯងអញ្ចឹងហើយពួកគេម្នាក់ៗពិតជាសប្បាយចិត្តមែនទែនដោយសារតែណូស៊ូមីគឺជាមិត្តភក្តិរបស់ពួកគេនឹងឯងហើយឥឡូវនឹងត្រឡប់មកវិញហើយក្រោយមកទៀតយកថាក្រុមរបស់ហារ៉ាតូនៅពេលនោះក៏បានធ្វើការអរគុណទៅកាន់អេលីសាពីព្រោះថាអេលីសាបានជួយសង្គ្រោះមកកាន់ពួកគេអេលីសាបានតបថាមិនចាំបាច់អរគុណមកកាន់នាងនោះទេអ្វីដែលនាងមកទីនេះគ្រាន់តែផ្ដោតស្រោមដៅឲ្យទៅកាន់ហារ៉ាតូតែប៉ុណ្ណោះអញ្ចឹងហើយហារ៉ាតូបានត្រឹមតែអរគុណទៅកាន់អេលីសាទៅការបង្ហាញនៅក្នុងពិភពពិតនៅវិញគឺថាតាមពិតទៅណូស៊ូមីដែលបានរត់ចេញអំពីផ្ទះគឺនាងអត់បានតាណាឆ្ងាយទេគឺស្ថិតនៅក្នុងណេតនឹងឯងបន្ទាប់មកនាងក៏បានភ្ញាក់ពីការដេករបស់នាងដោយសារតែនៅពេលនេះមីក្ដូបានដាស់មកកាន់នាងនឹងឯងណូស៊ូមីបានស្ទុះអោបទៅកាន់មីក្ដូភ្លាមៗតែម្ដងធ្វើឲ្យមីក្ដូនៅពេលនោះក៏មានអារម្មណ៍ថាអៀនដែរហ្នឹងណានៅថ្ងៃបន្ទាប់យកថាក្រុមរបស់ហារ៉ាតូនៅពេលនេះគឺបានមកចូលលេងហ្គេមហ្នឹងគឺជួបជុំគ្នាវិញហើយហារ៉ាតូបានប្រកាសផងដែរថាចាប់ពីពេលនេះទៅធីមស៊ូបារូគឺត្រឡប់មកវិញហើយអូខេអ្នកនរគ្នាសាច់រឿងរបស់យើងកំពុងជើងខ្លាំងនៅក្នុងហ្គេមឥឡូវនេះរដូវកាលទី1គឺកាត់ចប់នៅត្រឹមនឹងឯងតេតើអំពីរដូវកាលទី2វិញមិនចាំបាច់ចាំនោះទេព្រោះថាសាច់រឿងមួយនេះគឺមានតែរដូវកាលទី1តែប៉ុណ្ណោះមូលហេតុដែលអេមីនមិនចង់ឲ្យអ្នកគ្នាចាំនោះដោយសារតែសាច់រឿងមួយនេះចេញតាំងឆ្នាំ2018មកម្ល៉េះមូលហេតុដែលអេមីនមិនឲ្យអ្នកគ្នារងចាំព្រោះថាសាច់រឿងមួយនេះគឺចេញយូរដែរហើយតាំងឆ្នាំ2018មកម្ល៉េះគិតឆ្នាំលេងទៅគឺវាមានរហូតដល់8ឆ្នាំហើយរដូវកាលទី2អត់ទាន់ចេញមកទេអញ្ចឹងហើយបានអេមីនមិនឲ្យអ្នកគ្នារងចាំនឹងឯងហ្នឹងហើយជាចុងក្រោយអេមីនមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូ
សូមឲ្យសំណាងល្អនៅក្នុងឆាជីវិនការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះខ្ញុំបាទប្រុសស្មោះគឺមានតែប៉ុណ្្នឹងទេបាយបាយចាំជួបគ្នារឿងថ្មីទៀតណាបាយបាយ